Yeah finally block របស់ខ្ញុំទៅគេគឺចេញឯងបងដោយសារតែ level អត់មានពេលបានកាត់ដល់អញ្ចឹងឥឡូវកាត់សរុបយកតែម្ដងជំរាបសួរអ្នកនរគ្នាស្វាគមន៍មកកាន់ Pick Mini សាជាថ្មីថ្ងៃនេះគឺខ្ញុំបានទៅចូលរោងការរបស់គ្រូខ្ញុំគឺនៅក្នុងខេត្តកំពង់ចាមតាំងពីថ្ងៃចូលរោងទៅតែម្ដងហើយឥឡូវគឺខ្ញុំបានមកដល់ក្នុងរោងការហើយគឺស្អាតមែនតើហ្មងតាំងពីផ្លូវដើរចូលទៅហ្មងហើយបើនិយាយពីអ្នកដែលគាត់ចូលចិត្តថតរូបអីអញ្ចឹងគឺថាអូយអ្នកនរគ្នាគឺមានច្រើនកន្លែងហ្មងដោយសារតែគាត់គឺបកកែខាងរៀបចំឲ្យយើងថតរូបអីហ្នឹងគឺស្អាតតែម្ដងនេះហើយថ្ងៃចូលរោងនេះគឺខ្ញុំបានថតរូបតិចតួចមែនតើហ្មងព្រោះខ្ញុំមកនេះក៏រៀងល្ងាចដែរអញ្ចឹងទៅគឺកម្មវិធីគេនៅសល់តែមួយវគ្គទៀតគឺចប់ញ៉ាំបាយតែម្ដងហើយនេះបងគឺជាកម្មវិធីដែលបញ្ចប់ហ្នឹងគឺគេរៀបរាប់ពីយើងតាំងពីតូចមកដល់ធំបែបម៉េចអីចឹងគឺមានជាការហូរទឹកភ្នែកតែម្ដងចាចឹងទៅគឺថាខ្ញុំអត់សូវហ៊ានថតច្រើនទេថតតែតិចតួចបន្ទាប់មកយើងក៏ធ្វើការទៅញ៉ាំបាយហើយចូលទៅគេងនៅអូតែម្ដងបន្ទាប់មកខ្ញុំកាត់ចូលមកថ្ងៃពេលព្រឹកគឺមានជាការ make up ខ្លួនឯងអញ្ចឹងតិចតួចអញ្ចឹងដោយសារមិនសូវចេះច្រើនដែរហើយបើនិយាយពី make up តិចតួចមែនណាប៉ុន្តែងើបតាំងម៉ោង4 5មកបន្ទាប់ពី make up រួចរាល់នេះខ្ញុំក៏បានចូលមកក្នុងរោងការដើម្បីមកញ៉ាំជាមួយនឹងនំចំណីពេលព្រឹករបស់គេនេះគឺឆ្ងាញ់មែនតើហ្មងហើយជាមួយនឹងភេសជ្ជៈជាពិសេសគឺខ្ញុំបានទៅជាមួយនឹង matcha នេះឯង When Light Hurt Matcha Here ចាបន្ទាប់មកហ្នឹងគឺហែជំនួញក៏បានយកមកដាក់ចូលមកក្នុងរោងវិញនិយាយទៅគឺកូនកំមុំកូនក៏ស្អាតតែម្ដងឯណាហើយបើនិយាយពី vlog របស់ខ្ញុំនេះគឺខ្ញុំថតកាត់ដែរទេណាបងព្រោះកម្មវិធីមានច្រើនមែនតើប៉ុន្តែខ្ញុំថតបានតែតិចតួចទេបន្ទាប់ពីឆ្លៀតឱកាសរៀងរួចរាល់ហ្នឹងយើងក៏បានមកក្នុងគ្នាថតរូបជួបជុំក្រុមគ្រួសារគឺធំមែនតើហើយបន្ទាប់មកក៏ចាប់ផ្ដើមរៀបចំជាមួយនឹងកម្មវិធីបន្តទៀតដែរកម្មវិធីខ្ញុំគឺបានតែអង្គុយមើលដែរទេបងហើយបើអង្គុយមើលដល់ពេលផ្លឹកពេកទៅមិនបានថតចឹងទៅបានថតបានតិចអញ្ចឹងណាហើយក៏ទៅគឺបញ្យល់ខ្លួនឯងដែរដល់ពេលកម្មវិធីណាល្អមើលតែខ្លួនឯងព្រមថតតែមិនជាបញ្ហាទេបងដោយសារតែគឺខ្ញុំបានថតគឺជាងច្រើនវគ្គគួរសមដែរអញ្ចឹងគឺមកមើលតទៀតមកនិយាយទៅគឺមិនដឹងថាត្រូវនិយាយពីអីដោយសារតែយើងមកកម្មវិធីការនេះគឺស្រស់ស្អាតខ្លាំងមែនតើហ្មងអីដែលសំខាន់បានជួបជុំជាមួយបងប្អូនច្រើនហើយឥឡូវនេះខ្ញុំកាត់ចូលកម្មវិធីពេលល្ងាចតែម្ដងគឺយើងដូរជាមួយឈុតថ្មីគ្រឿង make up មុខថ្មីតែម្ដងចាពេលល្ងាចធម្មតាគេចូលចិត្តមកថតនៅខាងមុខខ្លោងទ្វារពេលយប់ប៉ុន្តែខ្ញុំមកថតនៅពេលថ្ងៃក្តៅហ្នឹងគឺចូលចិត្តណែហើយតាំងបែកញើសយើងក៏ធ្វើការមកពវល់មកជុំពីប្រជុំអញ្ចឹងមិនដឹងថាអូយអត់ខ្លាចដួលទេណាមើលកែងផងប៉ុន្តែបើយើងមិនថតរូបឲ្យហើយល្ងាចឡើងគឺមនុស្សច្រើនណាស់អញ្ចឹងហើយគឺត្រូវតែថតរូបឲ្យហើយសិនចាមកដល់អត់មានណាគេរវល់រឿងញ៉ាំអីទេណាគឺរវល់រឿងថតរូបមុនហ្មងថតតតែហើយចង់100ប៉ុស្តិ៍ម្នាក់អីទៅចូលតុបានញ៉ាំបាយហើយបើពេលល្ងាចវិញយើងកាន់ថតកាន់តែស្អាតហ្មងព្រោះដោយសារពេលល្ងាចហ្នឹងហើយគឺភ្លើងភ្លឺកាន់តែស្អាតហើយនេះគឺជាកូនកន្លះនេះឯងអ្នកទាំងអស់គ្នាដោយសារតែខ្ញុំថ្ងៃហ្នឹងអត់សូវបានថតមួយកូនកំមុំម៉ែនេះដោយសារគាត់រវល់ព្រោះត្រូវ make up ត្រូវដូរសម្លៀកបំពាក់ច្រើនចឹងទៅគឺមានតែថតគាត់បែបគូចែកវិញអត់និយាយលេងទេប៉ុន្តែពេលថតអញ្ចឹងគឺស្រស់ស្អាតមែនព្រោះដោយសារតែគេដាក់ប្រឆាំងដាក់អីអញ្ចឹងបងហើយបើនិយាយពីពងតែញ៉ាំបាយចាមានជាការខ្លែងមកដូចញ៉ាំបាយលើពពកប៉ុន្តែបើនិយាយពីម្ហូបវិញណាទាំង3ពេលគឺឆ្ងាញ់ទាំង3ពេលហ្មងគឺ favorite ខ្ញុំហើយបងចឹងទៅបានមិនសូវបានថតច្រើនហ្នឹងណាហើយពេលល្ងាចនេះគឺខ្ញុំឆ្លៀតថតជាមួយនឹងបងប្អូនបានអីច្រើនបន្ទាប់មកគឺខ្ញុំបានថតជាមួយនឹងជីចាលេងដែលគាត់បានមកដែរបងផែស្គាល់គាត់ដែរមែនអត់ហើយខ្ញុំក៏ជា fan គាត់ដែរហើយខ្ញុំពិតជា congratulation នៅក្នុងថ្ងៃប្រកួតការរបស់គ្រូគង្ឃេមសូមឲ្យពួកគាត់ទាំងពីរនាក់ស្រឡាញ់គ្នារហូតដល់ចាស់ឲ្យមានសុខភាពល្អធ្វើការងារសម្រេចជោគជ័យហើយក៏អរគុណអ្នកនរគ្នាជួបគ្នាដល់ក្រោយណាបាយបាយ